បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូមួយទៀតចែកម្លែកពីខ្នាយជ្រូកព្រៃខ្នាយនេះគេជីកបាននៅក្នុងទឹកដីខ្មែរយើងបាទនៅដំណឹងដែលគេជីករករបស់ណាអញ្ចឹងខ្នាយនេះវាតាមស្នាមទ្រង់ទ្រាយនេះវាខ្នាយកាច់ហើយជាម្ចាស់មុននោះអាចជាគ្រូថ្នាំឬមកក៏ជនជាតិយកទៅដុសថ្នាំណាវិញខ្ញុំមើលបទពិសោធន៍ឲ្យខ្ញុំមើលវាបាត់វាអាចហាក់ហាយហ្នឹងតែមិនប្រកាសថាវាត្រូវ100%ទេអានេះស្នាមកាច់បាទស្នាមកាច់បាទកាច់នៅថ្ងៃនេះកប់ដីយូរហើយស្នាមសាប់ស្វាយស្នាមស្លាកស្នាមប្រេះនេះមិនមែននេះទេដោយសារតែវាកប់នៅក្នុងដីយូរបាទកប់ក្នុងដីយូរវាទទួលរងឥទ្ធិពលធម្មជាតិផ្សេងបាទកម្ដៅភាពស្ងួតហួតហែងនេះវាធ្វើឲ្យវាមានស្នាមបាទវាសឹកសបកហើយខាងចុងនេះរៀងស្នាមតិចបាទតែនេះបញ្ជាក់មិនមែនជាស្នាមដោយសារហេតុភេទអីទេគឺស្នាមធម្មជាតិបាទធម្មជាតិនៅពេលដែលវាកប់ដីយូរឆ្នាំទៅគឺវាទទួលរងនៅប្រតិកម្មជាមួយនឹងធម្មជាតិបាទស្នាមសាប់ស្វាយបាទយើងមើលទៅលើតាមស្លាកស្នាមនេះយើងអាចកត់សម្គាល់បានបាទបើសិនជាវាជាស្នាមប្រេះដោយហេតុភេទណាមួយវាអាចមានទ្រង់ទ្រាយខុសពីបែបហ្នឹងវាមិនចឹងទេបាទวันนี้វាត្រាំទ្រង់ទ្រាយស្នាមនេះគឺប្រេះដោយធម្មជាតិរបស់វាហ្នឹងហើយប្រេះដោយធម្មជាតិដោយសារវាចាស់ខ្លាំងវាកប់ដីយូរឆ្នាំបាទអញ្ចឹងសម្រាប់អ្នកគេគោរពស្រឡាញ់របស់ចាស់បុរាណឬមួយក៏របស់ដែលយូរឆ្នាំកប់ដីចាស់ឧស្សាហ៍មកហើយនេះគេនៅតែគោរពប្រតិបត្តិទៅវិញវាមានស្នាមបែបនេះក៏ដោយបាទហ្នឹងហើយព្រោះនេះវាជាស្នាមធម្មជាតិវាមិនជាស្នាមដែលហេតុភេទណាមួយទេបាទរបស់ចាស់វាជានឹងផុតទេវាមិនអាចស្អាតភ្លឹង 100% ឡើងទេបាទហើយវាចង់ដុសម្រះទៀតរបស់នេះគេជីកបាននៅចិត្តរបស់នេះរបស់បុរាណមានព្រះអង្គបុរាណមានអីចឹងវាអាចនឹងទទួលប្រតិកម្មពីលោហៈខ្លះបាទតែសាច់ស្អាតណាបាទមើលទៅមានព្រលឹងមានប្រលេះណាមិនខ្សោយទេបាទខ្នាយនេះប្រហោងកន្លែងកណ្ដាលនេះមិនដឹងថាជានាងពួនឬមួយក៏ជាសាច់តាន់ដែលវាប្រលេះតែមកខ្ញុំវាអត់ច្បាស់ដែរបាទចាំមានតែប៉ុណ្្នឹងបាទអរគុណសូមជម្រាបលា